ឧត្តមសេនីយ៍តូសេងធីរិនចាត់វិធានការប្រតិបត្តិការបង្ក្រាបបទល្មើសដឹកលៀសខុសច្បាប់ចំនួន30តោនក្នុងខេត្តកំពង់ធំនៅយប់ថ្ងៃទី3ខែតុលាឆ្នាំ2025វេលាម៉ោង 2:30 នាទីយប់ឧត្តមសេនីយ៍តូសេងធីរិនប្រធានគណៈមេបញ្ជាការដឹកនាំបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបបានចាត់តាំងកម្លាំងអង្គភាពចំណុះយោធាភូមិភាគទី5ដឹកនាំដោយវីរៈសេនីយ៍តូសវិបុលសហការជាមួយកងកម្លាំងតំបន់ប្រតិបត្តិការសឹកក្រងកំពង់ឆ្នាំងនិងកម្លាំងការិយាល័យទី2កងទ័ពជើងគោកចុះប្រតិបត្តិការបង្ក្រាបការជួញដូរនិងការដឹកលៀសដោយខុសច្បាប់ចំនួន30តោនស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្ទងខេត្តកំពង់ធំប្រតិបត្តិការបង្ក្រាបនេះបានខករថយន្តសរុបចំនួន3គ្រឿងរួមមានរថយន្ត Fuso ចំណុះ5តោនផ្ទុកលៀសចំនួន15តោនរថយន្ត Gore ចំណុះ5តោនផ្ទុកលៀសចំនួន10តោនរថយន្តកែច្នៃផ្ទុកលៀសចំនួន5តោននិងអ្នកបើកបររថយន្តចំនួន3នាក់បញ្ជូនទៅមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំក៏សាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដោយឡែកលៀសដែលបានខាត់បានប្រកល់ជូនមន្ត្រីជំនាញនិងកងទ័ពបានដឹកជញ្ជូនយកទៅចាក់ចូលក្នុងបឹងទន្លេសាបវិញឧត្តមសេនីយ៍តូសេងធីរិនបានបញ្ជាក់ថាទោះបីកងទ័ពជាប់ដៃការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសខាងណាក្តីតែដៃម្ខាងការពារទឹកដីនិងដៃម្ខាងទៀតបន្តការពារធនធានធម្មជាតិលើបឹងទន្លេសាបដោយបន្តបង្ក្រាបបទល្មើសផ្សេងៗដូចជាឆក់ក្តៅត្រជាក់ដាក់របាំងស្បៃលបរាវក្នុងតំបន់ព្រៃលិចទឹកនិងការនេសាទដោយឧបករណ៍ខុសច្បាប់ជលផលផ្សេងៗទៀតជារៀងរាល់ថ្ងៃដោយពុំមានការលើកលែងនិងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតដើម្បីធានាបាននូវការការពារធនធានធម្មជាតិជីវៈចម្រុះលើផ្ទៃបឹងទន្លេសាបដែលជាប្រភពធនធានមច្ឆជាតិក្នុងការរួមចំណែកជួយផ្គត់ផ្គង់នូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរមួយចំណែកនិងផលប្រយោជន៍សេដ្ឋកិច្ចជាតិផងដែរ